Được vừa lục rồi này kêu năng mất sản có thằng ngọc nhiều cuộc trong một việc nhạc điểm mùi á này chỉ là sản được liệp đã khai đi hoàng thái cuộc trong là một bọ sai này chuẩn bị muối để nơi trong computer đã nhiều viết này tuần cho room tuần nam video thằng ngọc nhiều hai tuần cứ phát triển mình sẽ sắm khăn này trong bộ computer hay ở với chụp hai tuần cứ cam ý để vừa computer đầm nà cá năng ăn what càng như sen được chia cá xe cá cù rô cá kẹn nia hay nâng cao chỗ internet chỉ đàm hay ta này đó nên là hai tôm miếngประเภท chỉ sang được chi ประเภทที่มวยhai tôm ประปอนhay hai tháng system software hai tí cứ hai tôm cảm thị là với hai tháng app the application software ให้ประเภทที่3คือให้ต้นจำนวนอุปกรณ์ในhai tháng utility software ให้สระสำคัญในhaiต้นคือมีโลจิvừa ở computer với mình làm nào cao lớn nhận tập đang nghỉ xúa hay năng vừa ở computer bằng dương làm nào cao bàn lọ bằng đài hay bật sang bảo miếng software thì computer cứ ăn làm nào cao tay mà đòn hay software có chỉ là sẵn khăn tế ta nhận đó kia còn gì cho tăng thêm đây tế mất cần tặng óc đang tê thà ta cầm thi vớt chỉ cầm thi đừng đợi cầm thi vớt thì chỉ cầm thi muối rồi bọc carbon mày cầm phọt đài cầm thiនេះគឺគេបង្កើតឡើងសម្រាប់ការងារ office សម្រាប់ធ្វើដូចជាឯកសាររបាយការណ៍ប្រវត្តិរូបសង្ខេបឬក៏បែបបទផ្សេងៗហើយ Word នេះគឺវាមានភាពងាយស្រួលខាងមែនតើដល់អ្នកប្រើប្រាស់ដែលយើងអាចកំណត់នៅពុម្ពអក្សរទំហំពណ៌ហើយពេលដែលយើងលុបគឺវាមានប្រទេសបតាដោយអ្វីដែលយើងត្រូវនៅលើក្រដាសទេហើយកម្មវិធី Word នេះគឺវាបានជួយយើងខាងមែនតើឲ្យយើងមានថាមានជីវៈនៅក្នុងការសរសេរមាននៅក្រមសីលធម៌មាននៅរចនាបថឲ្យបានកាន់តែស្អាតថែមទៅទៀតជាជាងការដែលយើងសរសេរនៅលើក្រដាសចំណែកកម្មវិធី Excel វិញម្ដងកម្មវិធី Excel គឺជាកម្មវិធីរបស់ Microsoft ដែលប្រើសម្រាប់រៀបចំគណនានិងវិភាគទិន្នន័យផ្សេងៗហើយកម្មវិធី Excel អាចគណនាលេខរៀបចំទិន្នន័យជាតារាងបង្កើតក្រាហ្វនិងគំនូរសាំងប្រើរូបមន្តនិងរៀបចំទិន្នន័យផ្សេងៗហើយកម្មវិធី Excel អាចប្រើប្រាស់បង្កប់ទីកន្លែងដូចជាសាលារៀនការិយាល័យនិងអាជីវកម្មជាដើមឥឡូវយើងមកនិយាយអំពីកម្មវិធី PowerPoint វិញកម្មវិធី PowerPoint គឺជាកម្មវិធីសម្រាប់ធ្វើបទបង្ហាញដោយប្រើ slide ហើយមុខងារសំខាន់វាមានដូចជាធ្វើ slide អំពីការរៀបរាប់មេរៀនឬគម្រោងបញ្ចូលអក្សររូបភាពវីដេអូនិងតារាងប្រើ animation និង translation បង្ហាញ slide នៅលើអេក្រង់ហើយវាប្រើសម្រាប់នៅសាលារៀនគម្រោងផ្សេងៗនិងអំពីសន្និសីទនិងបញ្ហាផ្សេងៗសារៈសំខាន់របស់ Photoshop គឺជាការប្រើប្រាស់នៅក្នុងកិច្ចការជាច្រើនដូចជាgraphic design គឺជាការបង្កើត banner poster និងខិត្តប័ណ្ណផ្សព្វផ្សាយផ្សេងៗ photo manipulation គឺជាការច្នៃរូបភាពបែបសម័យឧទាហរណ៍ការកាត់តមនុស្សឲ្យហោះនៅលើមេឃនិង IU design គឺជាការរចនារូបភាពពីកម្មវិធីទូរស័ព្ទឧទាហរណ៍គេហទំព័រនិងមួយទៀតគឺ digital painting គឺជាការគូរគំនូរបែប digital ពីកម្មវិធី table និង brush សង្ខេបមកវិញ Photoshop គឺជាវេទមន្តសម្រាប់រូបភាពបើលោកអ្នកចង់កាត់តរូបភាពធម្មតាទៅជារូបភាពអាជីពចង់បង្កើតស្នាដៃផ្សេងៗគឺអាចមកប្រើឧបករណ៍ Photoshop បាន